ទស្សនិកជនប្រជាប្រដ្ឋដែលមានវ័យចំណាស់ដែលធ្លាប់ឆ្លងកាត់នៅសង្គ្រាមនៅកម្ពុជាគឺបានបង្ហាញអំពីការគាំទ្រចំពោះជំហររបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីជុំវិញការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃតាមផ្លូវចរចាដោយសន្តិវិធីតាមយន្តការច្បាប់អន្តរជាតិដោយពួកគាត់បានចាត់ទុកថាគឺជាជំរើសដ៏ល្អបំផុតសម្រាប់ជាតិទាំងមូលក្នុងការកសាងព្រំដែនសន្តិភាពជារៀងរហូតបើទោះបីជាជំរើសច្រកផ្លូវនៃការចរចាដោយសន្តិវិធីជាមួយនឹងប្រទេសថៃនេះមានសង្ឃឹម 1% ក៏ដោយពលរដ្ឋដែលមានវ័យចាស់នានានៅក្នុងខេត្តកណ្ដាលបានបញ្ជាក់ប្រាប់ BTV នៅថ្ងៃទី 16 ខែឧសភានេះថាជំរើសការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃតាមយន្តការចរចាដោយសន្តិវិធីតាមផ្លូវការទូតអន្តរជាតិនិងតាមយន្តការច្បាប់អន្តរជាតិជាដើមរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាគឺជាជំរើសត្រឹមត្រូវពីព្រោះថាបើជ្រើសជំរើសដោះស្រាយបញ្ហាព្រំដែនដោយការបង្កសង្គ្រាមប្រើកម្លាំងអាវុធច្បាំងគ្នាគឺវាបណ្ដាលឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរប្រជាជនរងគ្រោះកាន់តែច្រើនឡើងខណៈដែលអរិយពេលជាច្រើនទសវត្សរ៍កន្លងមកកម្ពុជាបានឆ្លងកាត់នៅបទពិសោធន៍រងវិនាសកម្មច្រើនពីសង្គ្រាមជាច្រើនហើយពេលនេះប្រជាជនខ្មែរទាំងមូលជាប្រជាជនស្រឡាញ់សុខសន្តិភាពមិនចង់មានសង្គ្រាមទៀតនោះទេដូចជាខ្ញុំអីបើនិយាយចំខ្ញុំឆ្លងកាត់4សង្គ្រាមបាទនៅតាំងពីសង្គ្រាមសម័យលន់នល់មកប៉ុលពតជំនាន់រដ្ឋកម្ពុជាយើងមកដល់បច្ចុប្បន្ននេះទៀតហ្នឹងហើយវាអត់មានបានគេថាមានសេរីភាពក្នុងការរស់នៅប្រកបមុខរបរចិញ្ចឹមជីវិតទេណារត់លូននឹងរហូតឥឡូវហ្នឹងបើសិនជាក្នុងករណីយើងប្រើកម្លាំងទល់កម្លាំងឃើញថាវាខ្ទេចខ្ទីទាំងអស់គ្នាបាទខ្ទេចខ្ទីទាំងអស់គ្នាវាអត់មានគេថាប្រជាជនគឺលំបាកទាំងអស់គ្នាហ្នឹងបាទគ្មានអ្នកណាមួយដែលសប្បាយចិត្តនឹងធ្វើសង្គ្រាមទេប៉ុន្តែអញ្ចឹងបានថាសម្ដេចបវរហ្នឹងឃើញថាគាត់ជ្រើសរើសត្រូវទោះបី 1% ក្រោយដើម្បីឲ្យថារអរិញភាពគេថាធ្វើម៉េចឲ្យមានសន្តិភាពទាំងអស់គ្នាបាទព្រោះវាផ្លូវមានការចរចាទេសម្ដេចមានសម្ដេចដេជោគាត់មានយោបល់យូរណាស់ហើយរឿងបញ្ហាហ្នឹងនៅប្រទេសណាក៏ដោយមានតែផ្លូវចរចាទេមិនអាចយកកងចុងក្នុងទៅអរិញដោះស្រាយបញ្ចប់សង្គ្រាមបានទេអត់បានទេតែខ្ញុំចង់ថាបើសម្ដេចលោកដោះស្រាយតាមវិធីហ្នឹងគឺល្អមែនទែនលោកអត់ចង់ឲ្យបាត់បង់ជីវិតប្រជាជនទេជាពិសេសជីវិតកងទ័ពហ្នឹងជីវិតកងទ័ពខំស្បោះស្វែងចរចាតាមផ្លូវច្បាប់ទោះបីថាមើលទៅវាឃើញទំហំតូចអៀតយ៉ាងម៉េចក៏ដោយក៏ប្រឹងដើម្បីបញ្ជាឲ្យបានសង្គ្រាមអញ្ចឹងទេណាដឹកនាំក៏អត់ចង់ឲ្យមានសង្គ្រាមទេទោះបីថាគេលុបស្អីគេណា MOU ស្អីគេ44ដោយឯកតោភាគីក៏ដោយតែយើងនៅមានច្រកទៀតដូចសម្ដេចពុកលោកមានប្រសាសន៍អញ្ចឹងញ៉ែឯងលុបទៅយើងមានច្រកដោះស្រាយតាមផ្លូវច្បាប់តែម្ដងទៅមិញបានតាមបានហើយការចរចានឹងមួយទៅ200ក៏ចរចាដែរដើម្បីប្រជាជនសូមបញ្ជាក់ថាកាលពីម្សិលមិញនេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជាលើកទី19គឺបានមានប្រសាសន៍លើកឡើងម្ដងទៀតថាខ្មែរមានការឆ្អាតឆ្អន់សង្គ្រាមហើយក៏ព្យាយាមកិច្ចនិងព្យាយាមដោះស្រាយដោយមិនចាំបាច់ចំណាយជីវិតប្រជាជននៅក្នុងបុព្វហេតុការពារទឹកដីហើយមិនមែនបានន័យថាការដោះស្រាយដោយមិនច្បាំងគ្នាគឺកាត់ដីឲ្យគេនោះទេគឺត្រូវដោះស្រាយតាមផ្លូវច្បាប់តាមយន្តការការទូតឲ្យអស់លទ្ធភាពបើទោះបីជានៅមានសង្ឃឹមទ្វារមិនទាន់បិទទាំងស្រុងឬនៅបើកតែ 1% ក្នុងការចូលទៅដោះស្រាយដោយសន្តិវិធីក៏ដោយក៏យើងត្រូវតែប្រើវាឲ្យអស់លទ្ធភាពជាជាងច្បាំងគ្នាសម្ដេចធិបតីបន្តថាពាក់ព័ន្ធនឹងបញ្ហាថៃលុប MOU 2001ដល់ឯកតោភាគីវិញពេលនេះច្រកទ្វារការចរចាទ្វេភាគីគឺបានបិទហើយជំរឿសកម្ពុជាគឺត្រូវទៅអនុវត្តតាមផ្លូវច្បាប់អន្តរជាតិយន្តការផ្សះផ្សាដោយបង្ខំក្រោមសន្ធិសញ្ញា UNCLOS អង្គការសហប្រជាជាតិដែលមានការដោះស្រាយតាមតម្លាភាពនិងយុត្តិធម៌ឲ្យស្មើភាពគ្នានៅចំពោះមុខច្បាប់